គ្រប់ជ្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាវិលមកជួបនាងខ្ញុំនៅក្នុងវីដេអូថ្មីហើយវីដេអូនេះគឺជាវីដេអូតលេងស្រុកកាលពីប្រហែលថ្ងៃមុននេះចាវីដេអូពេញទៅនឹងការឡើងដាំដងហ៎រយគេអូនរយគេក្រៅអូនរយគេដកចិត្តត្រូវ ហាម៉េចដកចិត្តត្រូវមួយសុំម្ដងទៀតមើលអូនរយគេរយគេនេះរយគេដកចិត្តត្រូវដាក់ដៃបានដាក់មកមុងញ៉ាំដកចិត្តត្រូវកុំរត់ឲ្យស្រូវហើយទៅកដោបមកមួយមុតជើងណាដាក់ទើកុំរត់ចាំឲ្យប៉ាមកឲ្យម៉ាក់ហ្នឹងចាហើយបន្ទាប់ពីមកដល់ផ្ទះខ្ញុំហើយគឺជួយហាស្រូវអីប៉ាក៏ត្រឡប់មកផ្ទះម៉ាក់ក្មេកវិញឡើងដាំដូងអញ្ចឹងដោយសារតែដូងនៅក្នុងច្រើនពេកហើយខ្ញុំជាស្ដាយមិនមែនជាអ្នកចេះឡើងដើមឈើទេចាគឺខ្ញុំឡើងជាមួយនឹងដើមស្វាយហើយបតោងទៅតាមធាងដូងហ្នឹងឆ្លងពីដូងមួយទៅដូងមួយចាហើយពេលចុះមកវិញញ័រសាច់តែម្ដងចាដៃក៏ញ័រជើងក៏ញ័រអស់ជង្គង់មួយខាងហើយកលិតដៃកលិតជើងខូចសាច់អស់លេងចានឹងឲ្យមនុស្សរឹងគេនិយាយស្ដាប់តែកុំឲ្យឡើងហើយពេលមកដល់ផ្ទះនេះមកដល់ផ្ទះខ្លួនឯងវិញហើយយកដូងនិយាយមកធ្វើម្ហូបហើយប្រើប៉ានិយាយខុសឲ្យប៉ាគាត់ទៅកាប់ជាមួយនឹងដែងឲ្យហើយប្តីរបស់ខ្ញុំគឺគាត់កាប់ដូងហើយគ្រឿងក្រើរបស់ខ្ញុំគឺមានជាគ្រឿងអីធម្មតាកុលក្រែងដែងខ្ទឹមសអញ្ចឹងណាហើយស្លឹកក្រូចសើចហើយខ្ញុំស្ងោរធម្មតាមួយស្ងោរស៊ីឈួនមួយហើយធ្វើការដាក់គ្រឿងតារីរួចហើយគឺដាក់ពងចូលហើយធ្វើការចាក់ទឹកដូងយើងផ្សំស្ករសប៊ីចេងម្សៅស៊ុបអញ្ចឹងណាដើម្បីឲ្យវាមានជាតិឆ្ងាញ់តែស្ងោរតែទឹកដូងទៅទេគឺវាឆ្ងាញ់ហើយប៉ុន្តែយើងជិតតែឆ្ងាញ់គឺយើងដាក់បន្ថែមទៅហើយនេះគឺខ្ញុំធ្វើការដាក់ខ្ទះឆ្នាំងយើងឲ្យក្តៅហើយធ្វើការចាក់គ្រឿងក្រើរបស់យើងចូលចាក់ប្រេងឆាពីព្រោះយើងឆាវាឈ្ងុយដូចតែរហដងអញ្ចឹងឈ្ងុយហើយគឺយើងធ្វើការដាក់ដុំស៊ីឈ្វាន់ចូលហើយមើលមួយខាងទៀតគឺពុះខ្ញុំកូរវាត្រឡប់អញ្ចឹងឲ្យវាស្អិនសងខាងហ្នឹងហើយហើយទុកមកទៅធ្វើការឆាជាមួយស៊ីឈ្វាន់យើងរៀងឈ្ងុយគឺខ្ញុំធ្វើការចាក់ទឹកដូងចូលមកផ្លែសិនចាបន្ទាប់ពីធ្វើការចាក់ដូងចូលហើយគឺធ្វើការត្រៀបជាមួយអាពងទារបស់យើងហ្នឹងពងទាប៉ុណ្ណឹងដូចជា60គ្រាប់ចាបន្ទាប់មកគឺធ្វើការចាក់ទឹកដូងពីលើថែមទៀតទៅដូងខ្ញុំប្រើសរុបក្នុងថ្ងៃនេះគឺចូល4ផ្លែចាដូងមើលតែជាក់ស្ដែងទៅគឺចាក់ទឹកផុយតែម្ដងយើងស្ងោរ10គ្រាប់ស្ងោរសាបធម្មតាគឺខ្ញុំដាក់ប្រហែលជាមួយផ្លែតិចតួចសមបានគឺខ្ញុំដាក់ចូលជាមួយនឹងអាស៊ីឈួនទាំងស្រុងតែម្ដងចាហើយដូងនេះវាផ្អែមជូរអែមអញ្ចឹងណាពេលយើងស្ងោរទៅវារសជាតិឆ្ងាញ់វាមិនប្រៀបថាពិបាកឲ្យយើងញ៉ាំផ្អែមខាស់ដូចទឹកអំពៅចាបន្ទាប់ពីយើងមើលថាពងយើងឆ្អិនរួចរាល់គឺយើងធ្វើការដួសយកទៅឲ្យអ្នកផ្ទះរបស់ខ្ញុំញ៉ាំចាមានអ៊ំពូមីងម្ដាយឪពុករបស់ខ្ញុំចាធ្វើការដួសដាក់គាត់ភ្លក់ទៅប៉ុន្តែបើតាមខ្ញុំគាត់ថាដុំស៊ីឈួនអត់សូវឆ្ងាញ់ដូចខ្ញុំទិញនំពេញទេចាធ្វើការដួសដាក់ឆ្នាំងរួចរាល់ហើយគឺមកមើលទឹករបស់យើងគឺវាស្ទើរដូចខ្ញុំនិយាយពីដើមអញ្ចឹងណាហើយនេះគឺបុកម្រេចគ្រាប់ចាបុកឡើងចង់នេះដែររួយដៃដែរហ្នឹងល្មមតាល្អិតហើយខ្ញុំបុកល្អិតមកហើយខ្ញុំផ្សំជាមួយនឹងម្សៅស៊ុបថែមស្ករថែមប៊ីចេងរួចក៏យើងធ្វើការបុកវាមកតង់ទៀតដើម្បីវាហិតតែម៉ត់ហើយច្បាច់ក្រូចឆ្មាទៅតាមរសជាតិដែលយើងចង់បានហើយគឺខ្ញុំលើកយកទៅឲ្យអ្នកផ្ទះរបស់ខ្ញុំហូបតែម្ដងចាដូចឃើញក្នុងវីដេអូស្រាប់អញ្ចឹងមានអ៊ំពូមីងរាយធัวឪពុកធัวចាហើយឪពុកម្ដាយរបស់ខ្ញុំហើយនឹងក្មួយរបស់ខ្ញុំតែម្ដងចាហើយនេះយើងមានជីបង្ទាកូនដើម្បីយកទៅញ៉ាំស្រុកខ្ញុំគេហៅថាសាំងហុំចាហើយបន្ទាប់ពីដាក់ពួកគាត់ញ៉ាំហើយគឺធ្វើការដួសទុកឲ្យម៉ាក់ក្មេងរបស់ខ្ញុំពួកគាត់ឲ្យទិញឲ្យម៉ែរបស់ខ្ញុំហ្នឹងគឺទិញ20គ្រាប់ចាសម្រាប់គាត់យកទៅហូបហើយខ្ញុំលៃដាក់ស្ងោរសាបខ្លះហើយស្ងោរស៊ីឈួនខ្លះអញ្ចឹងខ្ញុំដឹកឡងណាចាអាននៅគាត់បងគាត់អាននៅញ៉ាំពុកទីកូនទៀតណាអូខេ
แล้วนี่คือดูเอาบองปอนปกไม้มีออกนี้ฮะจ้าสาวมาไพ่กรอบได้หมักไปกดพญากันเลยกระปองชียอยกวนจังจ้าบองมันเยี่ยวนี่มันล้างหมองไปนี่เคลบ้านแบบบอบเตี้ยจ้าให้ไปล้มล้างgìไปท่าไอ้cái đặc đạp phong chui cào sợi phongไอ้phongแล้วmình cả lăngเตี้ยจ้าให้ขยมนี่มาปลุกนาไล่ครูนไอจดดังทำไม่ได้ไปตัวปิดฝึกการเรียบบองเราทมเทงเมื่อแต่จะคงยมตือดังเงยจ้ามาด่าเลยนึงกระปงไว้นึงกระปงจะจับเงี้ยถอดไหลจะคงหนึ่งรู้เชื่อไงนึงมาตามยมก็ท่าอ้อยปลเลดับจ้าโอ้ตีมุ้ยยมจะจัดรู้เชื่อเตียงดัดเธอจริงเลย แต่ภาษาเงาถมราชงานจ้าให้วิดีโอท่านี้ได้คอมเมนต์ตายประนังเตจ้าออกโกนเนี่ยนี่สำหรับการโฆษณาวิดีโอนี้ปีดามเราชอบจุดเด็กเขี้ยมในกรงวิดีโอกระไรบ๊ายบาย